ម៉ៃចេឡាសតវត្សទី7ដល់សតវត្សទី9ជាសម័យកាលដែលមានភាពរុងរឿងផងនិងបែកបាក់ផងមានព្រះមហាក្សត្រគ្រងរាជ្យចំនួន8អង្គ1ព្រះបាទស្រីមហន្តរវរ្ម័នគ្រងរាជ្យចាប់ពីឆ្នាំ600ដល់615នៃគ្រិស្តសករាជ2ព្រះបាទឦសានវរ្ម័នទី1 615ដល់639ជាក្សត្រកសាងរាជធានីឦសានបុរៈឬសម្បូរព្រៃគុក3ព្រះបាទភវវរ្ម័នទី2 639ដល់655 4ព្រះបាទជ័យវរ្ម័នទី1 655ដល់681 5ក្សត្រីជ័យរាជទេវី681ដល់713ចាប់ពីគ្រិស្តសករាជ706ដល់800ជាយុគដ៏ខ្មៅងងឹតនិងបែកបាក់យ៉ាងធ្ងន់ធ្ងរដោយសារចេនឡាទាំងមូលត្រូវបែកចេញជាពីរគឺចេនឡាគោកនិងចេនឡាទឹកចេនឡាគោកគឺប្រហែលពាក់ព័ន្ធនឹងប្រទេសឡាវសប្តាហ៍ថ្ងៃហើយចេនឡាទឹកត្រូវបានបែកចេញជាពីរទៀតដោយមានក្សត្រសោយរាជផ្សេងគ្នានិងមានរាជធានីអានន្ទត្របុរៈស្ថិតនៅខាងត្បូងនគរមួយទៀតគឺក្រុងសម្ភុបុរៈស្ថិតនៅក្នុងខេត្តក្រចេះហើយបែកចេញជារដ្ឋតូចៗចំនួន4ទៀតក្នុងយុគដ៏ខ្មៅងងឹតនិងបែកបាក់នេះមានព្រះមហាក្សត្រគ្រងរាជ្យ3អង្គតែគេមិនដឹងឆ្នាំច្បាស់លាស់ទេ6ព្រះបាទប៊ូស្ការេសាជាក្សត្រព្យាយាមបង្រួបបង្រួមចេនឡាទឹកតែត្រូវបរាជ័យ7ព្រះបាទរាជន្ទ្រវរ្ម័នទី1 8ព្រះបាទមហបតីវរ្ម័ននៅក្នុងរាជទ្រង់ត្រូវបាននគរជ្វាចូលឈ្លានពានវាយបែកដុតបំផ្លាញក្រុងសម្ភុបុរៈហើយកាត់ព្រះសិរសាទ្រង់យកទៅថ្វាយស្ដេចជ្វាព្រមទាំងចាប់ប្រជារាជវង្សានុវង្សក្នុងនោះក៏មានព្រះអង្គម្ចាស់មួយអង្គដែលជាអនាគតព្រះបាទជ័យវរ្ម័នទី2ទៅជាមួយដែរគួរបញ្ជាក់ផងដែរថានេះគ្រាន់តែជាការសិក្សាស្រាវជ្រាវពីមុនរបស់កំហើញថ្មីដែលត្រូវបានរកឃើញដោយលោកសាស្ត្រាចារ្យវង្សធិរាដោយផ្អែកលើសិលាចារឹកស្ដុកកោះធំនិងសិលាចារឹកជាច្រើនទៀតអំពីប្រវត្តិព្រះបាទជ័យវរ្ម័នទី2